ថ្លែងក្នុងពិធីបិទវគ្គបណ្ដុំបណ្ដាលស្ដីពីទូនីតិភារកិច្ចនិងក្រមសីលធម៌អាចារ្យខ្មែរចំនួនទី53ឯកឧត្តមបណ្ឌិតចៃបូរិនរដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាបានមានប្រសាសន៍លើកឡើងថាអាចារ្យនីដែលជាអ្នកដឹកនាំពិធីមង្គលនិងបុណ្យផ្សេងៗត្រូវអនុវត្តតាមក្បួនតម្រូវច្បាប់ពីបុរាណពិសេសត្រូវមានក្រមសីលធម៌ជាអាចារ្យឲ្យស័ក្តិសមជាអ្នកដឹកនាំពិធីកម្មផ្សេងៗឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីបានមានប្រសាសន៍ថាក្រមមរតកដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីបច្ចុប្បន្នជាប្រធានព្រឹទ្ធសភានិងបន្តដឹកនាំដោយរាជរដ្ឋាភិបាលនីតិកាលទី7នៃរដ្ឋសភាក្រោមការដឹកនាំប្រកបដោយភាពប្រាកដនិយមរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាទើបវគ្គបណ្ដុះបណ្ដាលទូនីតិភារកិច្ចនិងក្រមសីលធម៌អាចារ្យខ្មែរនេះអាចប្រព្រឹត្តឡើងទៅបានដោយភាពរលូននិងជាបន្តបន្ទាប់គឺអាស្រ័យដោយព្រះរាជាណាចក្រកម្ពុជាយើងជាប្រទេសដែលមានស្ថិរភាពនយោបាយមានសិទ្ធិសេរីភាពខាងជំនឿសាសនានិងមានការអភិវឌ្ឍលើគ្រប់វិស័យឯកឧត្តមបណ្ឌិតបានលើកឡើងថាក្នុងបរិការនេះការតម្រង់ទិសតាមរយៈការបើកវគ្គបណ្ដុះបណ្ដាលស្ដីពីទូនីតិភារកិច្ចនិងក្រមសីលធម៌អាចារ្យនីខ្មែរទើបជាយន្តការចាំបាច់និងមានសារៈសំខាន់ណាស់សម្រាប់ឲ្យការរៀបចំពិធីមង្គលនិងពិធីបុណ្យផ្សេងៗមានភាពរលូនអនុលោមតាមក្បួនតម្រាពីបុរាណនិងឯកសារដែលមាននៅសេសសល់ហើយក៏ដើម្បីធានាដល់ការអភិរក្សនិងអភិវឌ្ឍប្រពៃណីទំនៀមទម្លាប់មរតកដូនតាយើងឲ្យបានគង់វង្សនិងមានគុណភាពដើម្បីដឹកនាំពិធីបុណ្យតាមបែបព្រះពុទ្ធសាសនាផងនិងទំនៀមទម្លាប់ពីបុរាណផងព្រោះពិធីទាំងនេះចាំបាច់ទាមទារឲ្យមានបណ្ឌិតជនអ្នកចេះដឹងជួយដឹកនាំដល់សាធារណជនឲ្យអនុវត្តបានត្រឹមត្រូវលើគោលឯកភាពគ្នាមួយហើយអ្នកចេះដឹងនោះលោកហៅថាអាចារ្យរាជរដ្ឋាភិបាលបានបន្តអនុវត្តគោលនយោបាយលើកកម្ពស់សាសនារបស់រដ្ឋតម្លៃសីលធម៌សង្គមនិងសុខដុមនីយកម្មសាសនាស្ថិតនៅបញ្ចកោណទី1មុំទី5ការពង្រឹងភាពជាពលរដ្ឋក្នុងសង្គមដែលមានអរិយធម៌ខ្ពស់ប្រកបដោយសីលធម៌សមធម៌និងបរិយាបន្នដើម្បីឆ្លើយតបទៅនឹងគោលនយោបាយខាងលើក្រសួងបានកំណត់ដាក់ចេញនូវយុទ្ធសាស្ត្រចំនួន5សម្រាប់អនុវត្តរយៈពេល5ឆ្នាំខាងមុខ2024-2028រួមមាន 1. ការលើកកម្ពស់សាសនារបស់រដ្ឋ 2. ការលើកកម្ពស់សីលធម៌សង្គម 3. ការរក្សាសុខដុមនីយកម្មសាសនា 4. ការពង្រឹងគុណភាពអប់រំពុទ្ធិកសិក្សាគ្រប់កម្រិតនិង 5. ការអភិវឌ្ឍសមត្ថភាពស្ថាប័ននិងធនធានមនុស្សក្នុងឱកាសនេះឯកឧត្តមបណ្ឌិតចៃបូរិនបានប្រគេននិងជូនដល់សិក្ខាកាមអាចារ្យនិងអាចារ្យនីក្នុងវគ្គទី53នេះនៅអនុសាសន៍ដូចខាងក្រោម 1. អាចារ្យត្រូវមានក្រមសីលធម៌អាចារ្យដែលជាអ្នកដឹកនាំពិធីកម្មផ្សេងៗសូមមានក្រមសីលធម៌និងសុជីវធម៌ទាំងកាយវិការនិងការប្រើពាក្យពេចន៍ពិសេសកម្មវិធីមង្គលផ្ដល់នូវសិរីសួស្ដីឲ្យស័ក្តិសមជាអ្នកដឹកនាំកម្មវិធី 2. ត្រូវចូលរួមរៀបចំវត្តអារាមឲ្យคล้ายទៅជាវត្តស3គឺ 1. វត្តស្អាត 2. វត្តស្វាង 3. វត្តស្ងប់ដើម្បីឲ្យស័ក្តិសមជាទីសក្ការៈជារមណីយដ្ឋានផ្ដល់ទាំងសេចក្តីសុខផ្លូវកាយនិងផ្លូវចិត្តដល់ពុទ្ធបរិស័ទ 3. ត្រូវមានសាមគ្គីធម៌និងទំនាក់ទំនងល្អជាមួយពុទ្ធបរិស័ទចៅអធិការវត្តអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ចូលរួមទប់ស្កាត់កុំឲ្យមានអធិការកើតឡើងនៅក្នុងវត្តឬក្នុងមូលដ្ឋានរបស់ខ្លួន 4. ជំរុញចលនាចូលរួមដាំដំណាំបន្លែបង្ការតាមផ្ទះនិងវត្តអារាមតាមមូលដ្ឋានដើម្បីផ្គត់ផ្គង់ជាចង្ហាន់ដល់ព្រះសង្ឃនិងចូលរួមបំផុសឲ្យពុទ្ធបរិស័ទចំណុះជើងវត្តចូលរួមនៅសកម្មភាពដាំបន្លែនៅតាមគេហដ្ឋានដែលមានដីទំនេររៀងៗខ្លួនផងដែរសូមជម្រាបថាវគ្គបណ្ដុះបណ្ដាលស្ដីពីទូនីតិភារកិច្ចនិងក្រមសីលធម៌អាចារ្យខ្មែរចំនួនទី53ព្រះមន្ត្រីសង្ឃសិក្ខាកាមជាអាចារ្យមកពីរាជធានីខេត្តចំនួន241អង្គនាក់ក្នុងនោះព្រះសង្ឃ48អង្គសិក្សារយៈពេល5ថ្ងៃដែលមានគ្រូឧទ្ទេសចំនួន24រូបសិក្សាលើ23មុខវិជ្ជាដោយចែកចេញជា4ផ្នែកធំៗដូចជាការគ្រប់គ្រងវិជ្ជាហោរាសាស្ត្រពិធីបុណ្យសពនិងទម្រង់អាពាហ៍ពិពាហ៍ខ្មែរ